bà chùm rệp sốទាំងអស់គ្នាឥឡូវយើងមកធ្វើលំហាត់មួយគឺលំហាត់ទី7ទំព័រទី128ថ្នាក់ទី5អញ្ចឹងតាក់ទងជាមួយនឹងផលបូកមុំក្នុងត្រីកោណអូខេអញ្ចឹងពួកយើងចាប់ផ្ដើមធ្វើលំហាត់តែម្ដងក្រោយពេលយើងអានបាន 2-3 ដងអញ្ចឹងបើអ្នកណាគេអត់ទាន់អានទេពួកយើង stop វីដេអូហ្នឹងហើយអានបាន 2-3 ដងសិនទៅអញ្ចឹងគេរកមុំ ABD អញ្ចឹង ABD ឈើដាក់សញ្ញាសួរពណ៌ក្រហមហ្នឹងហើយអញ្ចឹងដើម្បីរក ABD គឺយើងត្រូវស្គាល់ត្រីកោណមួយគឺត្រីកោណ isosceles អញ្ចឹងបើវា iso បើវា iso អញ្ចឹងវាមានរូបបែបនេះមានន័យជ្រុង2ស្មើគ្នាគឺជ្រុង AB និង AC ស្មើគ្នាហើយបើជ្រុង2ស្មើគ្នាមុំបាត2ត្រូវតែស្មើគ្នាគឺមុំបាតមួយនេះស្មើគ្នាអញ្ចឹងបើយើងមើល ABC គេឲ្យវាជាត្រីកោណអីគេត្រីកោណសមបាតឬក៏ isosceles អញ្ចឹងកន្លែងហ្នឹងមានន័យថាបើមុំ BCA ស្មើជាមួយនឹងស្មើ55ឈើអាចទាញថា BAC ក៏ស្មើនឹង55ដែរដោយសារវាជាត្រីកោណសមបាតអញ្ចឹងមុំបាតរបស់វាត្រូវតែស្មើគ្នាអូខេអាហ្នឹងមួយហើយមួយទៀតពួកយើងត្រូវដឹងប្រវិធីទី2តាក់ទងជាមួយនឹង vertical opposite angle អញ្ចឹងបើមុំទល់កំពូលគឺជាមុំស្មើគ្នាឈើអាចទាញអីគេគ្នាយើងឈើអាចទាញ A D E យេអាហ្នឹងទល់កំពូលជាមួយនឹងមុំអីគេមុំ C D B ត្រូវអត់ A D E C B E ស្មើនឹង98ដឺក្រេអញ្ចឹងអានេះស្មើនឹង98ដឺក្រេអូខេអានេះស្មើ98យើងរកអីគេទៀតគ្នាយើងអញ្ចឹងកន្លែងនេះយើងឃើញ55បើឈើរកទាំងអស់នេះរកមុំទាំងអស់មានន័យថាចុះបើសិនជាឈើរកអីគេរកABC សិន A មុំ ABC ស្មើប៉ុន្មាន ABC មានអីយ៉ាប់គ្នាយើងនេះឈើថា ABC ស្មើជាមួយនឹង180ដក55ដក55អញ្ចឹង180ដក55ដក55 180ដក110ស្មើ70ដឺក្រេមែនទេបាទស្មើ70ដឺក្រេអញ្ចឹងមុំទាំងអស់ហ្នឹងស្មើ70ដឺក្រេនេះពួកយើងដឹងទៀតដឹងអីគេដឹងនេះឈើត្រូវរកមួយទៀតអីគេគ្នាយើងគឺរកC មុំ C BD រក CBD ឃើញយកវាដកគ្នាទៅចាញ់អាមុំតូចពណ៌ក្រហមណាអញ្ចឹងអានេះ CDB យើងដូចគ្នាស្មើ180យេស្មើ180ដក98ដក55យេ180ដក98ដក55យើងដកមកស្មើនឹង27ដឺក្រេអញ្ចឹងដល់ពេលឈើចង់រកអីគេសូអីគេគ្នាយើងសូ angle ABD angle ABD យេ angle ABD ស្មើប៉ុន្មានស្មើ70យេអាមុំទាំងអស់ហ្នឹងដក27ចេញទៅយេ70ដក27 10ដក7សល់4អានេះសល់6 6សល់4អញ្ចឹង44sorry 10ដក7សល់3អញ្ចឹងមុំ43ដឺក្រេអញ្ចឹងចុងក្រោយមុំដែលគេឲ្យយើងរកមុំ ABD គឺស្មើនឹង43ដឺក្រេយេបើមានសំណួរអីពួកយើងអាចសួរនៅក្នុង comment នេះបានអរគុណច្រើនជម្រាបលា